បាទសូមគោរពនឹងសួរបងប្អូនប្រិយមិត្តដែលសិក្សាភាសាអង់គ្លេសទាំងអស់បាទហើយនេះខ្ញុំសូមលើកយកអំពីមេរៀនទៅនឹង phonics បាទអ្វីទៅគឺ phonics តាមយុគនេះឲ្យមានន័យថា phonics is a method of teaching people to read based on learning the sounds that letters represent មានន័យថាphonics គឺជាការពាក្យមួយដែលផ្អែកទៅលើសំឡេងដែលអក្សរនោះតំណាងបាទយកថាអក្សរ A តំណាងអីអក្សរ B តំណាងអីបាទនោះខ្ញុំសូមលើកយកពាក្យអក្សរ A ដែលមានតំណាងឲ្យគឺស្រៈ A បាទក្នុងពាក្យមួយចំនួនដូចខាងក្រោមដូចជាពាក្យគេដូចជាពាក្យ make take name same baby lady and game បាទតែក្នុងនោះគឺស្រៈ A គឺខ្ញុំដាក់ highlight ពណ៌លឿងបាទបន្តមកទៀតគឺអក្សរ A ដដែលប៉ុន្តែគឺជាសំឡេង A បាទក្នុងនោះគេគឺពាក្យ apple cat mat ant lat and hat ជាបន្តទៅទៀតគឺខ្ញុំសូមលើកយកនឹងអក្សរ B បាទស្មើនឹងគឺអក្សរ បខ្មែរយើងបាទនោះវាដូចជាគឺ ball big b bird book boy and bike បាទអញ្ចឹងពេលនេះខ្ញុំសូមលើកយកមេរៀនទៅនេះដូច្នេះសូមចាំនៅវាកំពុងឆ្កណាមកសូមកម្មវិធីអធិស្ឋានសូមកែលម្អទាំងអស់គ្នាបាទសូមអរគុណ